ជំរាបសួរបងប្អូនអរគ្នានេះគឺជាដំណើរកំសាន្តទៅកាន់ភ្នំគិរីរម្យសម្រាប់ដំណើរកំសាន្តមួយនេះគឺជាលើកទី1ហើយសម្រាប់ខ្ញុំដែលស្គាល់ភ្នំគិរីរម្យនៅផ្នែកខាងក្រោមភ្នំវិញវាស្ទះពេកបងប្អូនហើយខ្ញុំអត់បានថតទេនេះខ្ញុំចាប់ផ្ដើមធ្វើដំណើរឡើងទៅលើភ្នំហើយជាទូទៅបងប្អូនបានដឹងស្រាប់ហើយអ្នកដែលធ្លាប់ទៅភ្នំគិរីរម្យណាគឺសម្បូរព្រៃហើយទេសភាពស្អាតមែនទែនជាពិសេសគឺនៅរដូវវស្សាគឺថាទេសភាពស្អាតខ្លាំងមែនទែនបងប្អូនចង់ដឹងសកម្មភាពពួកខ្ញុំយ៉ាងណាបន្តទៀតសូមទស្សនាវីដេអូពេញបន្ទាប់ពីយើងធ្វើដំណើរមកដល់ចកេះភ្នំយើងក៏ឈប់ចូលទិញផ្លែឈើដើម្បីយកទៅញ៉ាំនៅខាងលើអញ្ចឹងណាដោយសារនៅផ្នែកខាងលើគឺមិនអត់មានគីឡូទេបងប្អូនវាមានដែរប៉ុន្តែគ្រាន់ថាតម្លៃហ្នឹងគឺវារៀងថ្លៃជាងខាងក្រោមដោយសារហ្នឹងឯងគេគិតថ្លៃសាំងថ្លៃអីគេដឹកជញ្ជូនទៅអញ្ចឹងគេចំណាយពេលវេលាច្រើនដែរអញ្ចឹងវារៀងថ្លៃជាងបន្ទាប់ពីយើងធ្វើការទិញផ្លែឈើបានរៀងក្រាន់ដែរហើយយើងក៏ចេញដំណើរទៅបន្តទៀតព្រោះនៅពេលដែលខ្ញុំធ្វើដំណើរមកគឺវារៀងថ្ងៃដែរហើយអញ្ចឹងកំមតឡើងទៅដល់លើភ្នំប្រហែលជាម៉ោង11 12ដែរហ្នឹងបងប្អូនសម្រាប់ទេសភាពផ្នែកខាងលើវិញក៏ញាក់សាច់ដែរគឺនិយាយទៅគឺស្អាតមែនតើនារដូវវស្សានេះយើងធ្វើដំណើរមកដល់ពាក់កណ្ដាលភ្នំយើងក៏ចូលមកសុំរៀបសុំជ័យពីលោកយាយម៉ៅដែលមានរូបសំណាកជាតំណាងហើយកន្លែងនេះគឺមានលក់គ្រឿងនឹងវាយជាច្រើនអញ្ចឹងតាមទឹកចិត្តយើងទេបើសិនតែយើងចង់ទិញក៏ទិញទៅហើយបើយើងឲ្យទៅធូបក៏បានហើយបើយើងមិនចូលក៏បានប៉ុន្តែគាត់ថាបីជំនឿរបស់ខ្មែរយើងគឺតែងតែមានឲ្យតែកន្លែងណាមានរូបសំណាកទូសបារមីអីគឺតែងតែចូលទៅបន់ស្រន់ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននៅពេលដែលយើងធ្វើដំណើរឥឡូវយើងមកដល់លើភ្នំអីហើយតំបន់នេះទៅជាខ្ញុំមិនសូវស្គាល់ដែរទេប៉ុន្តែគេហៅថាតំបន់វីរៈបន្ថាំអញ្ចឹងខ្ញុំចេះតែហៅតាមវាទៅហើយខុសត្រូវយ៉ាងណាបងប្អូនអធិស្ឋានផងហើយមើលទៅកន្លែងនេះស្អាតបងប្អូនមានភ្ញៀវទេសចរច្រើនទាំងភ្ញៀវជាតិអន្តរជាតិហើយមើលទៅកន្លែងចតឡានហើយដឹងហើយយើងចូលមកដបងចេះចង់វិញដែរហ្នឹងហើយសម្រាប់ទេសភាពលើភ្នំវិញគឺវាស្រស់ស្អាតម្យ៉ាងម្នាក់បងប្អូនប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ឃើញគឺនៅកន្លែងពយកន្លែងដែលចុះអាប់នេះគឺឃើញថាស្អាតមែនតើបើសិនបើយើងមកពេលព្រឹកទៀតមានអារម្មណ៍ថាគឺរត់ទៅស្អាតហើយជាពិសេសបងប្អូនដែលគាត់បោះតង់គឺភ្ញាក់ឡើងគឺ fresh តែម្ដងចុះចំណែកបងប្អូនធ្លាប់ទៅគិរីរម្យប្រហែលដងដែរសូមខមមិននៅខាងក្រោមវីដេអូ